ការស្គាល់មិត្តច្រើនណាមិនប្រកបថាបានសេចក្តីសុខមិនប្រកបប្រជានឹងថាបានរីកចម្រើនណាមានការរីកចម្រើនប៉ុន្តែយើងស្គាល់សិភៅណាស្គាល់សិភៅអានសិភៅនៅច្រើនក្បាលនឹងរឹតតែធ្វើឲ្យយើងនឹងកើនចំណៃវិជ្ជានឹងទ្វេដងព្រោះថាសិភៅនឹងមិនដែលចេះក្បត់មនុស្សទេអានសិភៅច្រើននឹងមិនដែលនាំមកនៅអវិជ្ជានោះទេការស្រឡាញ់ការរាប់អានមិត្តភក្តិមរៈក្លើនេះជារឿងសំខាន់ពិតមែនហើយប៉ុន្តែវាជារឿងមួយនេះជារឿងមួយនេះគឺត្រូវប្រុងប្រយ័ត្នដែរព្រោះថាមិត្តភក្តិនឹងអាចคล้ายទៅជាអាវុធមុតស្រួចឬក៏ជាមិត្តប្រៀបបានដូចជាផ្លែល្វាដឹងស្រាប់ហើយណាផ្លែល្វារលោងទៅខាងក្រៅល្អទៅខាងក្រៅតែខាងក្នុងនឹងសុទ្ធតែដង្កូវសត្វល្អិតក៏ក្រិចនេះពីព្រោះមនុស្សយើងសពថ្ងៃនេះតែងតែមានសេចក្តីលោភលន់គ្មានទីបញ្ចប់នៅក្នុងសង្គមសពថ្ងៃនេះប្រយោគមួយនឹងបានពោលថាបើមិនទាន់ស្គាល់ចិត្តខ្លួនឯងឲ្យច្បាស់លាស់ជាក់ច្បាស់ផងមិនបាច់ទៅបង្កើតមិត្តភាពជាមួយអ្នកណាទេមិនបាច់ចងណាមេត្រីភាពនឹងអ្នកដទៃធ្វើអីនៅតែម្នាក់ឯងស្រួលជាងយកមនុស្សណាឆ្អិនក្បាលស៊ីក្បាលឆ្អិនខ្ទុយទីខ្ទុយធម្មតានឹងមនុស្សត្រូវការប្រយោជន៍ប៉ុន្តែបើមនុស្សត្រូវការផលប្រយោជន៍ទៅខ្លួនឯងហើយមិនគិតដល់អ្នកដទៃនឹងវាពិបាកជារឿងមួយដែលជាការពិបាកក្នុងការសេពគប់មិត្តភាពនឹងត្រូវការយោគយល់គ្នាអធិស្ឋានគ្នាប្រកបទៅដោយគុណធម៌ទៅវិញទៅមកធម្មតានឹងយើងត្រូវចេះផ្សំគ្រឿងកាលណាដែលបើយើងមិនចេះផ្សំគ្រឿងហើយសម្លនឹងច្បាស់ជាភ្លាវហូបលែងឆ្ងាញ់ហើយយ៉ាងណាមនុស្សយើងនឹងទល់តែខ្លាំងបើមិនខ្លាំងណាច្បាស់ជាដាក់ដតីនឹងហើយស៊ីហើយតែមិនមែនខ្លាំងនឹងដោយសារកម្លាំងបាយនោះទេគឺខ្លាំងតាមបញ្ញាឆ្លៀសវៃតែបើយើងខ្លាំងណាតាមកម្លាំងបាយនឹងឲ្យឈ្មោះថាទៅជាជួនពេលទៅវិញមនុស្សនឹងក៏បីមានបញ្ញាក្នុងការចេះមើលមនុស្សឬក៏ចេះសេពគប់មិត្តភក្តិត្រូវចេះតាមដាននៅកិរិយាត្រូវប្រយ័ត្នប្រយែងក្រែងចំពោះចិត្តសំដូចព្រះពុទ្ធជាម្ចាស់នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលការស្វែងរកកល្យាណមិត្តបើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬក៏មិនស្មើខ្លួនទេគឺតាំងចិត្តគប្បីប្រព្រឹត្តនៅម្នាក់ឯងប្រសើរជាងភាពជាកល្យាណមិត្តមិនមានในក្នុងបុគ្គលពេលបើជួបមិត្តល្អអ្នកនឹងបានសេចក្តីបានសម្រេចនៅគុណធម៌ប៉ុន្តែបើជួបនៅបាបមិត្តអ្នកនឹងត្រូវបាត់បង់គុណធម៌យ៉ាងណាគុណធម៌ទាំងឡាយនឹងមិនមែនមិនមានក្នុងខ្លួនសន្តានរបស់បុគ្គលពេលនោះទេប្រយោគមួយបានលើកឡើងថាចង់ចេះរាប់អានមិត្តភក្តិកុំភ្លេចអានសៀវភៅជាមុនសិនព្រោះថាសៀវភៅជាត្រីវិស័យមួយជួយតម្រង់ជីវិតរបស់អ្នកនឹងឲ្យឆ្ពោះទៅដល់គោលដៅរបស់អ្នកដើម្បីទៅរកកល្យាណមិត្តល្អសៀវភៅតែងតែបើកទ្វារនាំអ្នកឆ្ពោះទៅកាន់ពិភពលោកដ៏ធំធេងទូលំទូលាយនិងមានសេរីភាពក្នុងឆាកជីវិតរបស់អ្នកការស្រឡាញ់នេះភាពបរិសុទ្ធនឹងវាបញ្ជាក់អំពីការផ្ដល់តម្លៃទៅឲ្យអ្នកដទៃម្នាក់អ្នកណាម្នាក់ដែលខ្លួនពេញចិត្តនោះប្រកបទៅដោយគុណធម៌
ហើយត្រូវយល់ការស្រឡាញ់ពិតប្រកបអ្នកត្រូវយល់តម្លៃការចាកចេញណាហើយអ្នកមិនត្រូវការកើតទុក្ខសោកស្ដាយចំពោះការចាកចេញទាំងនោះដែរដូចជាសុភាសិតមួយពោលថានៅឲ្យគេស្រឡាញ់ចេញឲ្យគេអាល័យបើមិនហ៊ានលះបង់នៅសេចក្តីស្រឡាញ់អ្នកក៏បង្កើតការស្រឡាញ់ធ្វើអីការចែករំលែកនៅភាពស្រឡាញ់អស់ពីខ្លួនអស់ពីបេះដូងចុងក្រោយច្បាស់ជាទឹកភ្នែកព្រោះឋានៈដែលគេចង់ចំណងទុកឲ្យយើងនឹងស្រាយនឹងវាពិបាកក្នុងការស្រាយណាស់ហើយមនុស្សមួយចំនួនតែងតែស្រាយចំណងនោះមិនបានទៅបាត់បង់ស្មារតីនាំឲ្យវិកលចរិតឈួតលីលាណាខ្លះនឹងធ្វើអត្តឃាតសម្រាប់ខ្លួនឯងដោយលោតទឹកសម្រាប់ខ្លួនខ្លះលេបថ្នាំសម្រាប់ខ្លួនខ្លះចងកសម្រាប់ខ្លួនព្រោះតែស្រាយចំណងមិនរួចបានសេចក្តីថាព្រោះតែស្រឡាញ់ប្រកាប់មុខទៅហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជីវិតខ្លួនឯងព្រះពុទ្ធជាម្ចាស់ណាព្រះអង្គទ្រង់ត្រាស់ថាសេចក្តីទុក្ខសោកកើតចេញអំពីការស្រឡាញ់ភ័យក៏កើតអំពីការស្រឡាញ់កាលបើចាកផុតស្រឡះនៅសេចក្តីស្រឡាញ់ហើយសេចក្តីទុក្ខសោកក៏រមែងលែងមានទុក្ខភ័យដែរចឹងហើយយើងរាល់គ្នានឹងត្រូវកំណត់ដឹងការស្រឡាញ់ឲ្យបានពិតប្រាកដក្នុងដំណើរជីវិតរបស់យើងម្នាក់ៗដើម្បីបន្តបងនៅទុក្ខសោកភ័យដែលកើតអំពីការស្រឡាញ់នឹងចាកឲ្យផុតស្រឡះមានតែការទទួលយកនៅអ្វីៗគ្រប់យ៉ាងដោយមានការប្រកាន់ថ្នាំងថ្នាក់ទៅជីវិតយើងប្រកបដោយសុខសន្តិភាពស្ងប់តាមផ្លូវកាយសប្បាយតាមផ្លូវចិត្ត